ជាពិសេសលោកឯងនៅក្នុងអាស៊ីសេរីទៅទៀតឥឡូវខ្ញុំចង់វេកញែកនៅក្នុងលក្ខណៈគេហៅថា7មករា7មករាមុន7មករាបានន័យថាពី75មកទល់នឹងឆ្នាំ79យើងតែ3ឆ្នាំ8ខែ20ថ្ងៃទេយើងស្លាប់អស់ជនជាតិខ្មែរយើងជាង2លាននាក់ហើយលោកបាននិយាយថាក្នុងសម័យខ្មែរក្រហមខ្មែរក្រហមមានសម្លាប់យួនវាមានសម្លាប់យួនមិនមែនអត់ទេតែរវាងយួនក៏សម្លាប់ខ្មែរយើងវិញដែរហើយសម្លាប់ខ្មែរយើងអស់ប្រមាណទេអស់ជិត3លានពលពតសម្លាប់យួនខ្មែរសម្ព័ន្ធខ្មែរយើងមិញសម្លាប់ខ្មែរយើងពិតដូចជាចំណុចពីរហ្នឹងលោកត្រូវវេកញែកឲ្យច្បាស់លាស់ហើយកុំឲ្យទាត់ចោតប្រកាន់ថាពលពតជាឃាតករយើងមិនអាចតែឥឡូវយើងមិនទាន់តែឥឡូវយកចំណុចហ្នឹងតើអ្នកណាជាអ្នកឃាតករយើងយកចំណុចហ្នឹងជាចំណុចកណ្ដាលសិនតើអ្នកណាជាឃាតករសម្លាប់ខ្មែរជាអាពាក្យដែលអើពូជសាសសម្លាប់ពូជសាសហ្នឹងតើអ្នកណាសម្លាប់អ្នកណាពួកឥឡូវយើងមើលឃើញច្បាស់ណាស់ក្រោយពីឆ្នាំ79មកឃើញតែសម្ព័ន្ធពួកដែលហេងសំរិនជាស៊ីមពួកដែលហ៊ុនសែនស្ថិតតែនៅក្នុងរបបខ្មែរក្រហមទាំងអស់នៅក្នុងរបបខ្មែរក្រហមទាំងអស់គ្នាក្រោយមកពួកនឹងរត់ចូលទៅយួនមកសម្លាប់ខ្មែរយួនមកសម្លាប់ខ្មែរដូចជាចំណុចហ្នឹងពួកនឹងពួកពលពតរត់ទៅនៅជីដែនពលរត់ទៅនៅជីដែនយើងយល់ថាអ្នកណាសម្លាប់អ្នកណាក្រោយពីឆ្នាំ79មកទៅឆ្នាំ1993លោកឯងដែរឃើញថាពលពតសម្លាប់ខ្មែរទេហេតុអីបាននៅក្នុងរយៈពេលតែ3ឆ្នាំ8ខែ20ថ្ងៃហ្នឹងលោកបានចោទថាពលពតសម្លាប់ខ្មែរអស់2លានជាងចោះអារឿងយួនដែលសម្លាប់ខ្មែរនេះហេតុអីបានលោកឯងមិនប្រើពាក្យថាយួននឹងរអើពូជសាសឬក៏មកឈ្លានពានទឹកដីខ្មែរត្រង់ចំណុចហ្នឹងលោកត្រូវធ្វើការវិភាគឲ្យបានច្បាស់លាស់បងត្រង់បញ្ហារវាងពាក្យហៅថារអើពូជសាសហ្នឹងប៉ះពាល់ធ្ងន់ធ្ងរណាស់ពីលើប្រទេសជាតិយើងហើយជាពិសេសលោកឯងនិយាយនៅក្នុងវិទ្យុអាស៊ីសេរីទៀតហើយវាទូទាំងពិភពលោកដែលគេស្ដាប់នៅរាល់ដែលលោកឯងប្រើពាក្យរអើពូជសាសពាក្យហ្នឹងរវាងយួនមួយជាមួយខ្មែរមិនអាចប្រើពាក្យរអើពូជសាសបានទេនេះជាទង្វើនៅការឈ្លានពានទឹកដីរាល់សកម្មភាពអីទាំងអស់ដែលលោកឯងនិយាយថាខ្មែរយើងមានសម្លាប់យួនមិនមែនអត់ទេយើងមានតែអ្វីដែលយើងសម្លាប់ហ្នឹងមិនអាចប្រើពាក្យរអើពូជសាសទេគឺពូជសាសហ្នឹងមកឈ្លានពានទឹកដីខ្មែរពួកហ្នឹងមិនបានជាសញ្ជនជាតិមិនមែនជាសញ្ជាតិខ្មែរទេពួកហ្នឹងគឺជាសញ្ជាតិយួនហើយក៏ជាជនជាតិយួនហើយខុសច្បាប់ថែមទៀតដូចជាពាក្យហ្នឹងយើងមិនអាចប្រើពាក្យហៅថារអើពូជសាសទេដូចខ្ញុំបានបញ្ជាក់ប្រាប់លោកឯងម្ដងពីមុនតាមប្រយោគហើយយើងត្រូវយល់ពាក្យហៅថារអើពូជសាសដរាបណាតែគេហ្នឹងមកចូលជាសញ្ជាតិខ្មែរយើងឲ្យស្របទៅតាមនីតិច្បាប់បានអាចហៅថាជាវិជាសញ្ជាតិខ្មែរហើយតែយើងទៅមើលងាយរិះគន់គេអានឹងហៅថារអើតែពួកនឹងមិនបានចូលមកសញ្ជាតិខ្មែរទេគឺចូលមកប្លន់យកទឹកដីខ្មែរអានឹងគេមិនអាចហៅថារអើទេគឺពួកនឹងមកប្លន់យកទឹកដីខ្មែរដូចជាចំណុចហ្នឹងមិនអាចប្រើពាក្យរអើបានទេដូចជាសូមឲ្យលោកកែសម្រួលនៅពាក្យនឹងឡើងវិញរវាងជនជាតិផ្សេងយើងអាចប្រើថារអើបានយើងមើលទៅដូចនៅក្នុងជនជាតិចិនដែលមកនៅស្រុកខ្មែរវាទៅជាសញ្ជាតិខ្មែរឬក៏ឲ្យមើលទៅឃើញសតើអ្នកណាគេទៅរករឿងចិនទេឃើញខ្មែរយើងដែរទៅរករឿងចិនទេគេដែរទៅរអើពូជសាសចិនទេតែហេតុអីបានយើងមើលឃើញថាពីទង្វើយួននឹងយកដីខ្មែរយើងយ៉ាងម៉េចហើយរហូតមកទល់សប្តាហ៍ថ្ងៃហើយលោកឯងឆែកមើលបន្តិចមើលរាល់សកម្មភាពដែលលោកឯងមុននឹងការនិយាយស្ដីមុននឹងការវិភាគសូមឲ្យយកចំណុចទាំងពីរយកមកដាក់នៅចំចំណុចកណ្ដាលបានលោកឯងវេកញែកឃើញថាតើយួនយកដីខ្មែរឬក៏ខ្មែររអើពូជសាសទៅសម្រាប់យួនទៅប្រទេសយួនឬក៏លោកឯងមើលទៅឃើញយួនមកសប្តាហ៍ថ្ងៃយ៉ាងម៉េចយើងបាត់ព្រៃយើងបាត់រ៉ែយើងបាត់ជលផលអ្វីដែលយួនបរហូរចូលមក24ខេត្តក្រុងខ្មែរយើងមានសមាគមតែមួយគេរោរឿងតែយួន24ខេត្តក្រុងហើយបែរជាលោកឯងបន្ថែមពាក្យថារអើពូជសាសទៅទៀតតើអានេះជារអើពូជសាសឬក៏បង្កប់នយោបាយដើម្បីឈ្លានពានទឹកដីបំបត្តិពូជសាសខ្មែរអានឹងចំណុចហ្នឹងដែលលោកឯងទៅចាប់អារម្មណ៍នេះជាចំណុចសំខាន់ណាដូចជាសូមឲ្យលោកវេកញែកបន្តទៀតបាទប្រជាជាតិក៏ដូចនេះដែរហើយក៏សូមឲ្យរដ្ឋាភិបាលខ្មែរជួយការពារអន្តរប្រវេសន៍វៀតណាមផងសរុបសេចក្តីមកការរើអង្គចំពោះអន្តរប្រវេសន៍វៀតណាមចេះតែកើតឡើងជាបន្តបន្ទាប់ទោះបីជាខ្មែរក្រហមផុតរលត់ទៅហើយក្តីដូចជានៅខែកញ្ញាឆ្នាំ1998អន្តរប្រវេសន៍វៀតណាម4នាក់ត្រូវបានគេព្រួតវាយស្លាប់និង7នាក់ទៀតរងរបួសទៅតាមផ្លូវដែលចោទថាបានដាក់ថ្នាំបំពុលក្នុងបន្លែនៅក្នុងទឹកជាដើមគិតទៅបើទោះបីជាមានការរើអង្គនៅប្រឈមគ្រោះថ្នាក់ដ៏ធំធេងនេះយ៉ាងណាក្តីក៏អន្តរប្រវេសន៍វៀតណាមស៊ូបដូរផ្ដាច់រស់នៅជាបន្តទៅទៀតអ្នកវិភាគវិទ្យាសាស្ត្រនយោបាយបានអះអាងថាអន្តរប្រវេសន៍វៀតណាមមកកម្ពុជាគឺដោយសារតែកត្តាសេដ្ឋកិច្ចក៏ប៉ុន្តែមន្ត្រីបកប្រឆាំងបានអះអាងថាអន្តរប្រវេសន៍វៀតណាមគឺជាហេតុផលនយោបាយមិនមានរបាយការណ៍ជាផ្លូវការណាបញ្ជាក់ពីចំនួនអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាទេមន្ត្រីបកប្រឆាំងបានថាចំនួនអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាមានជាង1លាននាក់ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាមានប្រហែលតែ100,000នាក់ប៉ុណ្ណោះទោះយ៉ាងណាបញ្ហាអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាក៏នៅតែជាបញ្ហាដ៏ស្មុគស្មាញដោះស្រាយមិនចេញអស់ជាច្រើនសតវត្សមកហើយឥឡូវយើងនិយាយនៅក្នុងរយៈកាល
កន្លងមកលោកឯងក៏អាចមើលឃើញមិនមែនឮតែគេនិយាយហើយគេវិភាគលោកឯងយកមកត្រង់ចំណុចហ៊ុនសែននិយាយថាមាន 1000 នាក់ខាងគណៈបកប្រឆាំងគេថាមានជាង 1 លាននាក់ទៅ 2 លាននាក់ដូច្នេះចំណុចហ្នឹងក៏លោកឯងមើលឃើញក៏ហ៊ានការសន្មត់ក៏ដែរតែហេតុអីបានលោកឯងហ៊ានសន្មត់ពលពតជាឃាតករសម្រាប់មនុស្សតែរវាងដែលអ្វីដែលលោកឯងវិភាគហ្នឹងហេតុអីបានលោកឯងមិនមើលឃើញថាតើយួនមាននៅ100,000 នាក់ឬក៏នៅរាប់លាននាក់នៅស្រុកខ្មែរលោកឯងមិនមែនថាមើលមិនឃើញទេលោកឯងមិនមែនថាមិនដឹងទេតែហេតុអីបានលោកឯងមិនវិភាគផងមិនយកចំណុចកណ្ដាលមកតើក្នុងចំណុចកណ្ដាលតើយួនលោកវានៅ1 លានជាងឬក៏នៅ100,000 ជាងព្រោះចំណុចដែលសំខាន់ហ្នឹងហ៊ុនសែនវាមានភ្នែកតែមួយទេព្រោះវាអត់ចេះមើលច្បាស់ហើយជាពិសេសវាជាអាយ៉ងមកគីទៀតណាជាមនុស្សគេហៅថាបំរើកពើសម្រាប់ខ្មែរអ្វីដែលលោកឯងជាអ្នកដែលវាអ្នកដែលវិភាគនៅក្នុងចំណុចកណ្ដាលក៏លោកឯងមើលឃើញថាតើពីទង្វើហ្នឹងបើយកពីលើកទស្សនៈលោកឯងមកលោកឯងត្រូវការឆ្លុះបញ្ចាំងឲ្យការពិតថាតើយួនយកទឹកដីខ្មែរឬក៏ខ្មែរយើងខ្មែរយើងរអើពូជសាសន៍យួននេះជាចំណុចសំខាន់ណាដូចជាអ្វីដែលលោកឯងហ៊ានវិភាគនយោបាយហើយដាក់នៅក្នុងវិសុទ្ធអាស៊ីសេរីលោកឯងលើកតាពីវិបត្តិខ្មែរយើងហ្នឹងដោយពាក្យប្រៃផ្សៃណាបែរជាលោកឯងមិនលើកពីយួនសម្រាប់ខ្មែរយកដីខ្មែរអស់ដីកម្ពុជាក្រោមដេញខ្មែរមិនដែរដាក់ឲ្យចូលបញ្ហាថ្ងៃមុនហ្នឹងក៏ខ្មែរយើងឆ្លងចូលដីខ្មែរវាទៅបាញ់ខ្មែរយើងរបួសលោកឯងអត់នាំមកនិយាយអត់នាំមកចោទប្រកាសថាប្រអើងពូជសាសន៍នឹងវាយ៉ាងម៉េចលោកឯងអត់និយាយទេបែរជាលោកឯងចូលមកគេធ្វើបាបខ្មែរគេសម្លាប់ខ្មែរដាក់តាមបំពល់លើខ្មែរបែរជាលោកឯងថានេះជារអើងពូជសាសន៍នឹងហើយដែលឆ្លុះបញ្ចាំងឲ្យឃើញថាក្នុងវិទ្យុអាស៊ីសេរីសូមមេត្តាមុននឹងការនិយាយសូមឲ្យវេកញែកឲ្យលើកតម្កើងខ្មែរជាអត្តភាពបើសិនជាចង់ចូលទៅលើឯករាជ្យក៏ឯករាជ្យដល់ពិតប្រាកដឲ្យចូលទៅលើភាពតម្លាភាពយកពីមកយួនហើយនឹងខ្មែរអ្នកណាសម្រាប់ខ្មែរច្រើនជាងហើយយកមកវេកញែកមកអានឹងបានហៅថាតម្លាភាពឯករាជ្យភាពសុចរិតភាពអានឹងបើចង់តាំងនាមជាអភិក្រិតដូច្នេះណាសូមខាងផ្នែកអាស៊ីសេរីជាពិសេសលោកវោហាជាតិការវិភាគនយោបាយវិភាគឲ្យត្រូវនឹងចំនឹងគោលដៅរាល់សម្ដីដែលលោកនិយាយហ្នឹងអានេះប៉ះពាល់ទៅលើជាតិធ្ងន់ធ្ងរណាស់មើលតែយួននឹងរងនឹងភាពអយុត្តិធម៌បែរជាខ្មែរយើងវិញអ្នកដែលរងអាភាពអយុត្តិធម៌ទៅជាអ្នកមានទោសអ្នកដែលមកឈ្លានពានគេទៅជាអ្នករួចខ្លួនអានឹងវាភាពអយុត្តិធម៌ណាស់សម្រាប់ជាតិខ្មែរយើងបើសិនជាលោកឯងវេកញែកនៅទិសស្រីអស់ហ្នឹងដូច្នេះនេះមិនមែនជារឿងនយោបាយទេនេះជារឿងការឈ្លានពានទឹកដីដែលខ្មែរយើងមករស់នៅទោះសពថ្ងៃលោកឯងមើលឃើញហើយវិនិស្សកម្មខ្មែរយើងមើលឃើញកម្ពុជាក្រោមនេះរស់នៅយ៉ាងម៉េចលោកឯងមើលឃើញហើយពីបញ្ហាកម្ពុជាកណ្ដាលយួនមាន24ខេត្តក្រុងសមាគមវាមាន24ខេត្តក្រុងរហូតដល់ពេលថ្មីហ្នឹងគេយកតាំងពីភ្នំបូកូហើយលោកឯងឲ្យបានមើលឃើញថានេះជារអើងពូជសាសន៍ទេឬក៏បង្កនៅការឈ្លានពានទឹកដីបំបត្តិពូជសាសន៍អានេះចំណុចនេះវាពីរហ្នឹងឲ្យលោកឲ្យចែកឲ្យដាច់តើរអើងពូជសាសន៍ឬក៏បំបត្តិពូជសាសន៍ខ្មែរអានេះលោកឲ្យទៅចែកច្បាស់នៅលក្ខណៈពីរហ្នឹងបាទបន្តទៀតជាប្រវត្តិសាស្ត្រមេដឹកនាំខ្មែរចំនួនមុនបានព្យាយាមដោះស្រាយបញ្ហានេះស្ទើរគ្រប់ចំនួនតែហាក់ដូចជាបាច់អង្ការបញ្ច្រាស់ខ្យល់គឺជាលទ្ធផលមិនមានប្រសិទ្ធភាពហើយអ្នកនយោបាយចំនួនមុននោះក៏ខូចឈ្មោះទៅទៀតដោយសារតែប្រើហិង្សាទៅលើអន្តរប្រវេសន៍វៀតណាមហើយវត្តមានអន្តរប្រវេសន៍វៀតណាមក៏នៅតែមាននៅកម្ពុជាដដែលនៅវិភាគសង្គមបានអះអាងថាការប្រើហិង្សាដោយសារតែទឹកចិត្តស្នេហាជាតិជ្រុលនិយមពេកនោះនាំឲ្យគេឈ្មោះខ្មែរទៅធ្លាប់ស្លូតបូតកាន់ព្រះពុទ្ធសាសនាមានឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិទៅវិញទេមិនត្រឹមតែប៉ុណ្ណោះប្រជាជាតិនេះអាចមានឈ្មោះថាជាប្រជាជាតិមួយសាហាវយំខ្នងដោយសារតែប្រើអំពើហិង្សានៅលើអន្តរប្រវេសន៍វៀតណាមនេះនៅក្នុងរយៈពេលប្រមាណថ្ងៃនេះទៀតរដ្ឋចុងបញ្ចប់លោកឯងក៏ជាខ្មែរអ្វីដែលលោកឯងឮគេនិយាយលោកឯងយកមកចាក់ផ្សាយថាខ្មែរយើងសាហាវព្រៃផ្សាយខ្មែរយើងអស់ដីអស់ព្រៃជនជាតិខ្មែរចុងបញ្ចប់ខ្មែរយើងសរុបនៅពាក្យមួយម៉ាត់ភាពសាហាវព្រៃផ្សាយដោយសារអីហើយជាលោកឯងគ្រាន់តែសម្ដីពួកអាក្រមដែលយួនឈ្លានពានទឹកដីខ្មែរលោកឯងមិនយកពីទ្រឹស្ដីឬគល់ហ្នឹងយកទៅចោទប្រកាន់ទៅលើវាទេចុងបញ្ចប់លោកឯងយកអាទ្រឹស្ដីពួកយួនហ្នឹងយកមកវាយប្រហារជាតិខ្លួនឯងតើសមស្របអត់យើងជាអ្នករងទុក្ខយើងជាអ្នករងនៅវិបត្តិទាំងអស់ដីក៏បាត់បង់ជនជាតិខ្មែរក៏ស្លាប់ដល់តែចុងបញ្ចប់ភាពរងនៅភាពអាម៉ាស់ក៏ខ្មែរយើងបន្តទៅទៀតតើយើងសូមសួរថាបណ្ដាលមកពីអ្នកណាហើយលោកឯងក៏ជាខ្មែរដែរហេតុអីបានអាក្រុមចោលហ្នឹងវាចោទប្រកាន់តែខ្មែរយើងអាក្រក់ហើយហេតុអីបានលោកឯងទទួលយកមកផ្សាយទៅលើទៅឲ្យវិជាជាតិខ្មែរដឹងតែលោកឯងជាខ្មែរឬក៏អត់នេះជាទំហំនៃការឈឺចិត្តណាសម្រាប់យើងជាខ្មែរយើងជាអ្នករងគ្រោះយើងទៅត្រូវគេសម្លាប់យើងហើយហេតុអីបានលោកឯងមិនយកទៅទស្សនៈទាំងអស់ហ្នឹងមកឆ្លុះបញ្ចាំងឲ្យពិភពលោកដឹងថាយួនសម្លាប់ខ្មែរយើងយ៉ាងម៉េចហេតុអីបានយើងលោកឯងយកតែខ្មែរសម្លាប់មនុស្ស2-3នាក់ចុះខ្មែរអាយួនសម្លាប់ខ្មែររាប់លានវិញហ្នឹងហេតុអីបាន
បានលោកឯងមិនឆ្លុះបញ្ចាំងឲ្យពិភពលោកគេឃើញថាតើអ្នកណាសម្លាប់ខ្មែរលោកឯងក៏ជាខ្មែរដែររាល់សម្ដីអ្វីដែលលោកឯងនិយាយសិតតែពាក្យពេចន៍ខ្មែរទាំងអស់ហើយលោកឯងវិទ្យុអាស៊ីសេរីហ្នឹងក៏ប្រើនៅក្នុងហៅថាខេមរៈភាសាក៏ជាភាសាខ្មែរដែរតែបានឲ្យក្នុងការនិយាយស្ដីហ្នឹងមិនបានឆ្លុះបញ្ចាំងពីប្រជាជាតិយើងត្រូវការរងទុក្ខវេទនាត្រូវការមានការឈឺចាប់ណាហេតុអីគេមកប្លន់យកដីយើងហើយគេសម្លាប់ប្រជាជាតិយើងហើយចុងបញ្ចប់យើងជួយឈ្មោះថាខ្មែរយើងជាភាពទៅខូខើដែលភាពដែលព្រៃផ្សៃតើទំហំនៃការឈឺចិត្តរបស់ប្រជាជាតិខ្មែរយើងតើយើងរងទុក្ខដល់កម្រិតណាទៀតហើយលោកឯងហ្នឹងគាត់នៅលើអាក្រុមចៅវាចោតប្រកាន់ទៅលើចំណុចហ្នឹងលោកឯងយកមកផ្សាយចុះអាទំហំនៃការឈឺចាប់របស់ប្រជាជាតិយើងរាប់សិបឆ្នាំហើយណាតាំងពីឆ្នាំ70មកទល់នឹងឆ្នាំ2013លោកឯងគិតមើលទៅ50ឆ្នាំហើយហេតុអីបានលោកឯងមិនមើលឃើញថាតើអាយុនសម្រាប់ខ្មែរដល់វិធីណាហើយយើងបាត់បង់សពថ្ងៃនេះអីខ្លះព្រំដែនជនជាតិដីរ៉ែជលផលរហូតទៅជីវភាពប្រជាពលរដ្ឋដែលរស់នៅសពថ្ងៃយួនចំណាក់ដេញខ្មែរយើងចំណាក់ស្រុកចំណុចអស់ហ្នឹងហេតុអីបានលោកឯងមិនព្រមយកមកឆ្លុះបញ្ចាំងឲ្យឃើញប្រជាជាតិខ្មែរយើងថាតើបើលោកឯងជាអ្នកវិភាគឲ្យទាំងពីរយកមកដាក់ចំចំណុចកណ្ដាលយួនអត់ដីបែរជាយួនទៅមានដីខ្មែរយើងមានដីទៅជាអត់ដីវិញហើយបែរចង់បញ្ចប់ចោតខ្មែរយើងជាអ្នករអើងពូជសាសន៍ទៅទៀតតើទំហំលក្ខណៈទាំងអស់ហ្នឹងតើយើងឈឺចាប់ឬក៏អត់ឲ្យបងប្អូនយើងរួមជាតិយើងតើខ្លួនឯងទទួលស្គាល់ខ្លួនឯងជាខ្មែរទេហើយđâyបានលោកឯងគាត់នៅលឺអាពួកដេញអូក្រិតជនមួយយកមកនិយាយថាខ្មែរយើងចូលចិត្តរអើងពណ៌សម្បុរគាត់នៅសម្ដីមនុស្សម្នាក់ដែលមិនយល់ពីទស្សនៈខ្លួនឯងលោកឯងយកមកឆ្លើយឆ្លុះបញ្ចាំងចុះទំហំនៃការឈឺចាប់ដែលយួនបាញ់ខ្មែរដែលយួនធ្វើបាបខ្មែរហើយដែលយើងទៅសុខសៀមក៏បាញ់ខ្មែរងាប់អស់100នាក់រហូតដល់ទល់សពថ្ងៃលោកឯងបានឆ្លុះបញ្ចាំងពីហៅថារអើងពូជសាសន៍ទេយួនមករស់នៅលើទឹកដីខ្មែរយើងពេញអត់មានសញ្ជាតិអត់មានទោសអន្តរប្រវេសហេតុអីបានលោកឯងមិនយកទស្សនៈនឹងទាំងអស់យកមកនិយាយមកឆ្លុះបញ្ចាំងឲ្យជាតិខ្មែរយើងផងព្រោះលោកឯងវោហាជាតិឯងជាខ្មែរឬអត់កុំអាងលោកឯងមានវិទ្យុអាស៊ីសេរីការវេកញែកមើលពីទំហំនៃការជិះចាប់ចំណុចនឹងហើយដែលធ្វើឲ្យខ្មែរយើងជួបវិនិច្ឆ័យកម្មក៏ដោយសារលោកឯងមួយបំណែកក្នុងការដែលនិយាយមិនបានយកចំណុចកណ្ដាលមកធ្វើឲ្យសង្គមជាតិយើងនឹងគេហៅថាវិនិច្ឆ័យកម្មដោយសារអីឥឡូវយើងបាត់បង់ទឹកដីហើយកោះត្រល់ព្រំដែនបញ្ហាទាំងអស់ខ្មែរយើងចំណាក់ស្រុកយួនចូលអានេះហៅថាអើងពូជសាសន៍ទេហើយវិធីដែលអ្នកដែលគ្រប់គ្រងក្នុងស្ថាប័នជាតិសប្តាហ៍ហ្នឹងសិតតែពួកក្រុមចៅបំរើយួនសម្រាប់ខ្មែរហេតុអីបានចំណុចអស់ហ្នឹងលោកឯងមិនព្រមជ្រកបញ្ចាំងឲ្យជាតិផងបើសិនជាលោកខ្លាចគុំវិភាគយកពពុះសារព័ត៌មានទៅពួកលោកឯងជាអាជីពនៅសារព័ត៌មានដូចជាអាជីពសារព័ត៌មានអានឹងត្រឹមត្រូវហើយលោកឯងឃើញមិនថាអញ្ចឹងតែគុំឲ្យអ្វីក៏ដោយកុំឲ្យវិភាគតើលោកឯងវិភាគមានការប៉ះពាល់ទៅលើសង្គមជាតិបើប៉ះពាល់លើសង្គមជាតិនេះជាទស្សនៈនៃការវិភាគគឺលោកឯងជាអ្នកវិភាគមិនមែនវិទ្យុអាស៊ីសេរីអ្នកវិភាគទេចែកឲ្យច្បាស់លាស់បើសិនជាយកឯងយកសារព័ត៌មានអូខេខ្ញុំគ្រប់គ្រងខ្ញុំគ្រប់គ្រងអ្វីដែលអាស៊ីសេរីយកសារព័ត៌មានតែផ្ទុយទៅវិញបើសិនប្រើពាក្យវិភាគទៅលើសង្គមជាតិដូចជាបើវិភាគឲ្យតម្លាភាពអានឹងមកហៅថាការវិភាគពីព្រោះចេញជាទស្សនៈរបស់បុគ្គលមិនមែនចេញជាវិទ្យុអាស៊ីសេរីទេអានេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ពីផ្នែកខាងអាជីពនៃសារព័ត៌មានហើយមួយទៀតការវិភាគនៅលើឯកសារប្រវត្តិសាស្ត្រដូចជាលោកវោហាជាតិសូមមេត្តាការនិយាយស្ដីនិយាយឲ្យមានការប្រុងប្រយ័ត្នប៉ះពាល់លើសង្គមជាតិយើងធ្ងន់ធ្ងរណាស់ដូចជាខ្ញុំមិនបាច់ចាក់សម្លេងលោកបន្តទៅទៀតទេតែក៏ប៉ុន្តែខ្ញុំក៏សូមជម្រាបឲ្យលោកផ្នែកខាងវិទ្យុអាស៊ីសេរីអ្វីដែលការនិយាយស្ដីសូមបើសិនជាវិភាគសូមឲ្យលើកឲ្យបញ្យល់ពីសង្គមជាតិយើងឲ្យបានពិតប្រាកដតើអ្នកណាសម្រាប់ជាតិខ្មែរយើងដល់ពិតប្រាកដនឹងឲ្យខ្មែរយើងកំពុងបាត់បង់អស់ហើយទឹកដីនៅសល់តែបន្តិចទេហើយសូមឲ្យយើងរួមគ្នាជួយគ្នាផងដើម្បីរក្សាបូរណភាពទឹកដីឲ្យខ្មែរយើងរស់នៅឲ្យមានសេចក្តីសុខផងយើងមើលទៅមកទល់សប្តាហ៍ថ្ងៃតើយើងបានសុខអត់អ្វីដែលយើងត្រូវមើលឃើញហើយសូមឲ្យនាំគ្នានឹងជួយជំរុញដើម្បីការទាមទារយកទឹកដីយើងមកវិញព្រោះយួនយកទឹកដីយើងអស់ហើយឲ្យបងប្អូនយើងភ្ញាក់លើកឡើងទេជាចង់បញ្ចប់អៀគឹមស្រេង Telephone +61 03502 400 គុតកែបរបស់ខ្ញុំគឹមស្រេងអៀ59ហើយខ្ញុំសូមបញ្ជាក់ប្រាប់ទៅវិទ្យុអាស៊ីសេរីខ្ញុំអៀគឹមស្រេងជាអ្នកវិភាគនយោបាយហើយក៏ជាអ្នកដែលការពារជាតិហើយក៏ជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក្រៅប្រព័ន្ធក៏ប៉ុន្តែខ្ញុំបើសិនជាក្នុងវិទ្យុអាស៊ីសេរីចង់មានទំនាក់ទំនងអាចទំនាក់ទំនងជាមួយខ្ញុំបានដូចខ្ញុំបានបញ្ជាក់នៅខាងលើនេះបាទសូមអរគុណ